សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូ vlog មួយដល់ចាយពេលសឺតែមួយថ្ងៃនាំកូនរនទៅលេងផ្សារទំនើបជីបម៉ងនៅផ្លូវ271ហើយនេះគឺជាសកម្មភាពកូនរនហើយនឹងម៉ាមីដើរចូលទៅផ្សារហើយតោះមកយើងក៏ចុចចរាយន្តឡើងទៅជាន់ទី1ហើយនេះក៏ជាលើកទី1ដែរដែលខ្ញុំហើយនឹងគ្រួសារខ្ញុំមកលេងនៅផ្សារទំនើបជីបម៉ងផ្លូវ271ហ្នឹងមកដល់ទីតាំងហ្នឹងគឺស្ងាត់អត់ទាន់មានមនុស្សច្រើនមកលេងទេហើយមើលទៅទេសភាពក៏ដូចជាទីតាំងហ្នឹងគឺស្រស់ស្រាយមែនតើបន្ទាប់មកម៉ាមីហើយនឹងកូនក៏ដើរចូលទៅទីផ្សារនៅក្នុងផ្សារអញ្ចឹងណាកូនរត់ខ្វះករឿងតុក្កតានេះនោះហើយនេះកូនរត់ធុញដើររកកន្លែង playground ដែលគេលេងឃើញទេហើយនេះខកឃើញហើយសប្បាយចិត្តបន្ទាប់មកក៏ហៅខ្ញុំក៏ដូចជាម៉ាមីចូលទៅអញ្ចឹងណាហើយយើងក៏ទិញសំបុត្រក៏ដូចជាពេញលក្ខខណ្ឌមួយចំនួនហ្នឹងទៅហើយបន្ទាប់មកកូនរត់ក៏ម៉ាមីពាក់សំជើងឲ្យហើយខ្ញុំហើយនឹងប្រពន្ធខ្ញុំក៏ដូចគ្នាដែរគឺយើងត្រូវពាក់សំជើងព្រោះទីតាំង playground ហ្នឹងគឺត្រូវតែពាក់សំជើងដើម្បីអាចចូលបានអញ្ចឹងណាអញ្ចឹងបើសិនជានាំកូនទៅលេងបងប្អូនទាំងនេះកុំភ្លេចដាក់សំជើងឲ្យផងបើអត់ទេយើងត្រូវទិញសំជើងទៅនេះសកម្មភាពកូនរត់មកដល់គឺសប្បាយមែនតើហើយនៅទីតាំងហ្នឹងគឺមានកន្លែងលេងច្រើនប្លែកៗហើយម៉ាមីគេមកគឺមកកន្លែង fashion ដែលគេឲ្យលឈុតលអីចឹងទៅអញ្ចឹងជួយចិត្តណាស់មកអញ្ចឹងទៅម៉ាមីចាប់រោពីចឹងទៅហើយបន្ទាប់ពីចេញពីកន្លែងហ្នឹងមកក៏ទៅកន្លែងលោតអញ្ចឹងទៅគឺមានច្រើនកន្លែងទីតាំងគេលេងនៅឯផ្សារទំនើប271ហ្នឹងនៅជាន់ទី3តាមខ្ញុំចាំហ្នឹងគឺមានកន្លែងក្មេងលេងច្រើនប្រភេទផ្សេងគ្នាហើយក៏រត់អត់សុកទេអស់ពី1ចូល1ឥឡូវហ្នឹងគឺប្រពន្ធខ្ញុំជិះតេះភ្លើងជុំវិញហ្នឹងទៀតហើយនិយាយទៅសប្បាយចិត្តពេលបានដើរលេងអញ្ចឹងហើយបន្ទាប់ពីចេញពីហ្នឹងមកក៏លេងរបស់លេងថ្មីទៀតទៅគឺកន្លែងហ្នឹងមានកន្លែងលេងច្រើនដូចខ្ញុំបាននិយាយពីខាងលើអញ្ចឹងកូនបងប្អូនចូលចិត្តលេងអីច្រើនអញ្ចឹងទៅកន្លែងហ្នឹងត្រូវហើយមានកន្លែងលេងច្រើនថ្មីប្លែកអញ្ចឹងណាហើយកូនរត់មកអញ្ចឹងគឺខ្វះកលេងបន្ទាប់មកខ្ញុំអីចឹងចេះតែនាំគាត់លេងអីចឹងទៅដោយដើរទិញនេះទិញនោះអីចឹងទៅពួកគាត់ហៅលេងបានដូចគ្នាអញ្ចឹងណាអានេះសកម្មភាពទិញបន្លែហើយទុកដាក់វិញទៅហើយខ្ញុំក៏ដើរតួក្នុងការទិញរបស់របរអីហុចអីឲ្យគាត់អីចឹងណាគឺមួយថ្ងៃហ្នឹងគឺដើរលេងជាមួយគាត់នាំគាត់ទៅលេងនៅទីតាំងហ្នឹងគឺលេងទាំងអស់គ្នាតែម្ដងអត់អង្គុយមើលទេគឺគាត់អត់ឲ្យអង្គុយស្រុកទេគឺហៅមកលេងទាំងម៉ាមីប្រពន្ធខ្ញុំអីហ្នឹងគឺត្រូវតែចូលរួមសកម្មភាពហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងទៅកន្លែងគេមានសូកន្លែងអីចឹងទៅមានគេមានច្រៀងមានអីចឹងណាអញ្ចឹងគេមានកន្លែងលេងស៊ូនគេប្លែកៗឲ្យលេងច្រើនបន្ទាប់ពីចេញពីហ្នឹងមករំអិលទៀតដែរនិយាយទៅកូនរត់មួយថ្ងៃហ្នឹងគឺលេងអត់ចេះហត់អីអញ្ចឹងណាគឺបានមកគឺសប្បាយអញ្ចឹងបន្ទាប់ពីលេងប្រហែលជាខ្ទង់ចិត្ត1ម៉ោងកន្លះហើយក៏ចេញមកវិញហើយមករកចាប់តុក្កតាអញ្ចឹងខ្ញុំបានទិញកាក់ចំនួន30ហើយចំនួន$5មានថា$5បាន30កាក់អញ្ចឹងនេះម៉ាមីចាប់ដើមចាប់មុនអញ្ចឹងសកម្មភាពចាប់លើកចង់បានដល់ហើយចាប់លើកទី1អត់បានទេហើយលើកទី2នេះក៏អត់បានដែរហើយមើលសកម្មភាពប្រពន្ធខ្ញុំគឺដើរលេងថ្ងៃមិញជាមួយកូនគឺសប្បាយទាំងអស់គ្នាខ្ញុំក៏ដូចគ្នាដែរគឺចាប់ហ្នឹងទៅអារម្មណ៍គឺចង់បានណាប្អហើយនេះម៉ាមីចាប់បានឲ្យកូនបានមួយហើយជាតុក្កតាទី1ហើយចាំមើលបន្តទៀតថាខ្ញុំនឹងចាប់បានតុក្កតាចំនួនប្រមាណឥឡូវមួយទៀតហើយខ្ញុំថតអត់ទាន់ពួកអត់នឹកស្មានថាប្រពន្ធចាប់បានហើយនេះគឺជាតុក្កតាលើកទី3ហើយប្រពន្ធខ្ញុំចាប់បានគឺសប្បាយមែនទែននៅថ្ងៃមិញហ្នឹងខ្ញុំដើរលេងនៅខាងជីបម៉ុនគឺចាប់បានតែម្ដងអាទូតុក្កតាហ្នឹងគឺដូចថាវាដូចថាយើងហេងហើយយើងទៅយើងចាប់បានចឹងសប្បាយចិត្តកូនខ្ញុំមកលូនហក់បច្ឆេដល់ហើយនេះ
ជាតុក្កតាទី4ដែលប្រពន្ធខ្ញុំចាប់បានគឺsurprise មែនតើអត់ដែរបានចាប់តុក្កតាបានច្រើនបែបហ្នឹងទេតាំងពីចេះចាប់តុក្កតាមកបានច្រើនថាច្រើនចុះគឺមួយហ្នឹងឯងគឺបានថាសំណាងតែថ្ងៃនេះខ្ញុំចាប់បាន4ហើយប្រពន្ធខ្ញុំចាប់ឲ្យកូនខ្ញុំបានចំនួន4ហើយសប្បាយចិត្តមែនតើគាត់រត់បន្ទាប់ពីចេញពីកន្លែងចាប់តុក្កតាហ្នឹងមកដូចជាហេវហើយអញ្ចឹងក៏ដើរតម្រង់ទៅរកកន្លែងញ៉ាំអីអញ្ចឹងនៅក្នុងផ្សារទំនើបហ្នឹងគឺមានកន្លែងញ៉ាំអីច្រើនប៉ុន្តែគាត់រត់ហើយម៉ាមីចង់ញ៉ាំ burger ក៏ដូចជាស្លាមមាន់បំពងហើយគេប្រាប់ថាហ្នឹងសប្បាយចិត្តមែនតើបានចាប់តុក្កតាចំនួន4បានទៅផ្ទះវិញអញ្ចឹងណាហើយរងចាំបន្តិចមកក៏បានញ៉ាំអីចឹងទៅហើយបន្ទាប់ពីញ៉ាំហើយពួកខ្ញុំក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញហើយរំតរឡានឃើញព្រោះទីតាំងផ្សារទំនើបហ្នឹងធំបាទហើយវីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា